សួស្តីអ្នកនរគ្នានេះជាវីដេអូដែលខ្ញុំទៅបោះតង់នៅខាងកំពង់ឆ្នាំងហើយនេះជាផ្លូវដែលខ្ញុំជិះចូលពីហួសផ្សារសាលាលេខ5មកកាច់ឆ្វេងហើយផ្លូវនេះគឺខ្ញុំជិះខុសហើយជិះខុសគឺជិះខុសជ្រៅមែនតើហើយសងខាងផ្លូវគឺអត់មានផ្ទះទេមានតែចំការចន្ទទីហើយនិងចំការស្វាយទេហើយខ្ញុំជិះខុសជ្រៅហើយបានដឹងថា Google Map ខុសទៅបកឡើងទៅតាមផ្សាររមាសវិញឥឡូវចូលដល់ផ្លូវដែលខ្ញុំត្រូវទៅបោះតង់ហើយផ្លូវនោះគឺខ្ញុំកាត់អស់ច្រើនហើយខ្ញុំយកតែកន្លែងខ្លះៗខ្ញុំមកដាក់ឲ្យដល់អស់មើលបានស្អាតមែនតើមានភ្នំមានពពកធ្លាក់ហើយត្រូវពេលល្ងាចទៀតកន្លែងនេះខ្ញុំឃើញស្អាតពេកក៏ឈប់ថតសិនទៅទេសភាពពេលល្ងាចមើលទៅគឺអែមណាស់និយាយមែនខ្ញុំឈប់ថតបានមួយផ្លែដែរខ្ញុំក៏ចេញទៅទៀតព្រោះរៀងឆ្ងាយដែរប៉ុន្តែឥឡូវខ្ញុំបានមកដល់ហើយមេឃក៏ភ្លៀងទៀតអ្នកនរគ្នាមើលបានហើយទេសភាពគឺស្អាតខ្លាំងណាស់នេះមានភ្នំមានទឹកធ្លាក់មកពីលើនិយាយទៅគឺអត្ថាធិប្បាយអត់ចេញវាស្អាតពេកស្អាតមែនតើហ្មងអារម្មណ៍ពេលបានមកដល់នេះមានអារម្មណ៍ថាថ្មជីវិតពេញបុកមកហើយពេលល្ងាចឃើញថ្ងៃលិចក៏ដាក់ក្អីអង្គុយមើលថ្ងៃលិចបន្តិចទៅព្រោះយើងអត់ទាន់រៀបតង់ហើយនឹងរៀបម្ហូបហូបអីដោយសារតែមកពីនោះថ្ងៃមិញយើងរៀងហេវដែរហើយឥឡូវយប់អីមើលទេសភាពពេលយប់ទៅគឺនៅតែស្អាតខ្ញុំនិយាយថានៅតែស្អាតចឹងហ្មងហើយនេះជាតង់ដែលយើងត្រូវគេងយប់ហ្នឹងតង់នេះធំគេងបាន2នាក់ប៉ុន្តែយប់នេះយើងគេងតាមម្នាក់ឯងហើយក៏រៀបចំគេងទៅព្រោះព្រឹកយើងត្រូវចេញទៅមកកន្លែងទៀតហើយកុំភ្លេចចាំតាមដានផងណាអរគុណ